ជំរាបសួរអ្នកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះក្រុមពួកខ្ញុំនឹងធ្វើបទបង្ហាញអំពីនិស្សិត app យើងនឹងឲ្យថាសិស្សប្អូនភាគច្រើនគឺពួកគាត់ត្រូវការការណែនាំការតម្រង់ទិសហើយក៏មានសិស្សច្បងជាច្រើនដែលពួកគាត់ចង់ចែករំលែកនៅបទពិសោធន៍សិក្សារបស់ពួកគាត់អ្វីដែលពួកគាត់ត្រូវការនោះគឺមធ្យោបាយក្នុងការទំនាក់ទំនងហើយសប្តាហ៍ថ្ងៃនេះបញ្ហាដែលចោទជាចម្បងសម្រាប់ពួកយើងនោះគឺកង្វះមធ្យោបាយក្នុងការទំនាក់ទំនងរវាងសិស្សច្បងនិងសិស្សប្អូនដែលធ្វើឲ្យរាំងស្ទះដល់ការសហការគ្នាកត្តាដែលជាឧបសគ្គក្នុងការទំនាក់ទំនងនោះមានដូចជាការខ្លាចអ្នកដទៃវិនិច្ឆ័យការខ្វះឱកាសក្នុងការទំនាក់ទំនងគ្មានចំណងចំណូលចិត្តដូចគ្នាឬក៏ស្តៀងគ្នាការពិបាកក្នុងការចាប់ផ្ដើមការសន្ទនានិងការខ្វះខាតភាពជឿជាក់និងមានភាពអៀនខ្មាសជាដើមហើយបញ្ហាទាំងអស់នេះភាគច្រើនគឺកើតទៅលើសិស្សប្អូនដែលពួកគាត់ទើបតែចូលរៀនដំបូងហើយទិន្នន័យទាំងអស់នេះគឺពួកយើងទទួលបានពីការធ្វើស្ថិតិចំពោះសិស្សចំនួន10នាក់នៅក្នុងសាលារបស់យើងតាមក្រាបបានបង្ហាញថា 60% នៃសិស្សមានការពិបាកការចាប់ផ្ដើមការសន្ទនាហើយ 30% នៃសិស្សមានការខ្វះឱកាសក្នុងការទំនាក់ទំនងហើយ 50% ទៀតដែលនៅសល់នោះគឺពួកគាត់ជួបប្រទះបញ្ហាដូចជាខ្លាចគេវិនិច្ឆ័យគ្មានចំណងចំណូលចិត្តរួមគ្នាឬក៏ស្តៀងគ្នានិងខ្វះភាពជឿជាក់ជាដើមសូមណែនាំនិស្សិត app ដែលជា platform មួយសម្រាប់សិស្សមហាវិទ្យាល័យគ្រប់រូប app នេះត្រូវបាន inspire ពី Reddit និង Stack Overflow app នេះផ្ដល់នូវបទពិសោធន៍ក្នុងការទំនាក់ទំនងសួរឆ្លើយចែករំលែកគំនិតនិងសហការគ្នានិងមានមុខងារជាច្រើនផ្សេងៗទៀតបញ្ហាដែល app នេះបានដោះស្រាយនោះមានដូចជាការបែងចែកទិន្នន័យទៅជា2គឺសាធារណៈគឺជាការបែងចែកគឺជាការដែលអាចឲ្យយើងនឹងធ្វើទំនាក់ទំនងជាមួយនឹង group ឬក៏ community ហើយឯកជនគឺជាការដែលអាចឲ្យយើងទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលលើសពីនេះទៅទៀតនោះapp នេះក៏អាចធ្វើឲ្យយើងស្វែងរកមាតិកាដែលយើងចង់បានចង់ឃើញហើយមានការបែងចែកប្រភេទនៃមាតិកាទៅតាម space ឬក៏ categories ដែលធ្វើឲ្យយើងអាចស្វែងរកបានយ៉ាងរហ័សតើមានអ្វីពិសេសទៅចំពោះ app និស្សិតរបស់យើង app នេះបានផ្ដោតសំខាន់ទៅលើតម្រូវការរបស់និស្សិតគ្រប់រូបការគ្រប់គ្រងទិន្នន័យយ៉ាងមានសណ្ដាប់ធ្នាប់និងមានសុវត្ថិភាពខ្ពស់ការសួរនិងឆ្លើយសំណួរដ៏មានប្រសិទ្ធភាពការស្វែងរកមាតិកាតាមរយៈប្រភេទនៃមាតិកានិងលើសពីនេះទៅទៀតគឺការស្វែងរកប្រធានបទដែលយើងពេញចិត្តប្រើប្រាស់ app និស្សិតដើម្បីទទួលបានបទពិសោធន៍ដ៏ល្អក្នុងការសិក្សាសហការគ្នានិងមានទំនាក់ទំនងដ៏ល្អប្រសើរហើយនេះគឺជា app គំរូរបស់ពួកយើងដែលមាន3 page Home ជាកន្លែងដែលយើងអាចស្វែងរកមាតិកា post ផ្សេងៗពីអ្នករាល់គ្នា Chat ជាកន្លែងដែលយើងអាចធ្វើទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលឬក៏ជាក្រុម Space ជាកន្លែងដែលអាចឲ្យយើងស្វែងរក content តាម Space ឬក៏ Community អតិថិជនដែលជាគោលដៅរបស់និស្សិត app យើងគឺជានិស្សិតគ្រប់ចំនួនទាំងអស់រួមមានទាំងសិស្សប្អូនសិស្សច្បងហើយលើសពីនេះទៅទៀតក៏មានសិស្សដែលបញ្ចប់ការសិក្សាផងដែរហេតុអ្វីបានជាគួរតែជ្រើសរើសយកនិស្សិត app ហើយមិនមែនជា app ដទៃបើសិនជាយើងមើលទៅលើមុខងារដែលមាននៅក្នុង chat នៅលើ slide នេះមុខងារដែលមានប្រយោជន៍សម្រាប់និស្សិតទាំងអស់ហ្នឹងដូចជា public post private chat categorized content relative post search post control post ជាដើមគឺនិស្សិត app មានទាំងអស់ប៉ុន្តែ app មួយចំនួនគឺអត់មានទេហើយហេតុអ្វីបានជានិស្សិតគួរតែជ្រើសរើសយក app និស្សិតចំណុចទី1នោះគឺការគ្រប់គ្រងទិន្នន័យយ៉ាងមានសណ្ដាប់ធ្នាប់និងមានសុវត្ថិភាពខ្ពស់ទី2គឺសេវាកម្មដែលមានគុណភាពខ្ពស់និងអាចជឿទុកចិត្តបានទី3គឺការអនុញ្ញាតឲ្យសួរនិងឆ្លើយសំណួរបានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពដៃគូសហការរបស់ app យើងនេះគឺមានដូចជា Amazon Web Service និងសាលារបស់យើងគឺ CADT ការវិវត្តរបស់ app យើងប្រព្រឹត្តទៅ3ដំណាក់កាលគឺដំណាក់កាលទី1គឺយើងអាចឲ្យសិស្សនៅក្នុងសាលា CADT ប្រើប្រាស់បានគ្រប់គ្នាដំណាក់កាលទី2គឺយើងអាចឲ្យសិស្សនៅគ្រប់សាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញប្រើប្រាស់បានគ្រប់គ្នាហើយដំណាក់កាលទី3នោះគឺយើងអាចឲ្យសិស្សនៅគ្រប់សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាយើងអាចប្រើប្រាស់ app នឹងបានគ្រប់គ្នា app របស់យើងត្រូវបាន inspire ពី Stack Overflow ហើយក៏ដូចជា Reddit ផងដែរ
ជាចុងបញ្ចប់សូមអរគុណអ្នកគ្រូនិងអ្នកទាំងអស់គ្នាចំពោះការយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមពួកខ្ញុំសូមអរគុណ